ពូទីនផ្ញើសារសរសើរការគាំទ្ររបស់កងទ័ពកូរ៉េខាងជើងដែលជួយច្បាំងជាមួយអ៊ុយក្រែនប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នាថ្ងៃប្រហ័សបទទី25ខែធ្នូឆ្នាំ2025នេះថាប្រធានាធិបតីរុស្ស៊ីលោកវ៉ាឡាឌីមៀពូទីនបានសរសើរការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដោយហៅសកម្មភាពនេះថាជាភាពអង់អាចក្លាហាននៅក្នុងសារអបអរសាទរឆ្នាំថ្មីដែលបានផ្ញើជូនមេដឹកនាំគីមចុងអ៊ុនតាមទីភ្នាក់ងារព័ត៌មានខ្សនាលោកគីមបានទទួលសារនោះកាលពីថ្ងៃទី18ខែធ្នូដែលក្នុងនោះលោកពូទីនបានលើកឡើងថាឆ្នាំកន្លងទៅគឺជាឆ្នាំដែលមានអត្ថន័យពិសេសសម្រាប់ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាងដោយយោងទៅលើការចូលរួមដោយផ្ទាល់របស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមប្រយុទ្ធជាមួយអ៊ុយក្រែនតាមរយៈខ្សនាលោកពូទីនបានបញ្ជាក់ថានេះបានបង្ហាញយ៉ាងច្បាស់នូវមិត្តភាពដែលមិនអាចកាត់ថ្លៃបាននិងចំណងសាមគ្គីភាពប្រយុទ្ធរវាងប្រទេសទាំងពីរមេដឹកនាំរុស្ស៊ីក៏បានសង្កត់ធ្ងន់លើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលចុះហត្ថលេខាដោយភាគីទាំងពីរដោយមានប្រសាសន៍ថាវាបានជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មនិងមនុស្សធម៌លោកបានប្រាជ្ញាបន្តពង្រឹងនៅអ្វីដែលលោកបានពិពណ៌នាថាជាទំនាក់ទំនងមិត្តភាពនិងសម្ព័ន្ធភាពនិងធ្វើការសម្របសម្រួលលើបញ្ហាតំបន់និងអន្តរជាតិលោកពូទីនបានបន្ថែមថាកិច្ចសហប្រតិបត្តិការបែបនេះនឹងបម្រើដល់ផលប្រយោជន៍របស់ប្រជាជាតិទាំងពីរនិងរួមចំណែកដល់អ្វីដែលលោកហៅថាសណ្ដាប់ធ្នាប់ពិភពលោកពហុពលដ៏យុត្តិធម៌សារនេះបានសង្កត់ធ្ងន់លើការបង្កើនការរួបរวมគ្នារវាងរុស្ស៊ីនិងកូរ៉េខាងជើងខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរដ្ឋាភិបាលបណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានផ្គត់ផ្គង់ទាំងអាវុធនិងកម្លាំងទ័ពដល់ទីក្រុងមូស្គូដែលជាការចោទប្រកាន់ដែលប្រទេសទាំងពីរបានបដិសេធខ្សនាបានបញ្ចេញព័ត៌មានលម្អិតនៃសារនេះមួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបញ្ជូនមកដែលអ្នកវិភាគនិយាយថាការពន្យាពេលនេះអាចមានបំណងដើម្បីគូសបញ្ជាក់ពីការពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ីចំពេលដែលលោកគីមបានចុះពិនិត្យការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរតែនៅទីនោះលោកបានបញ្ជាក់ជាថ្មីថាកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានបំណងធានាសន្តិសុខជាតិនិងបរិយាកាសសន្តិភាព